ឃើញរូបភាពបែបនេះពិតជាគួរឲ្យរន្ធត់និងសង្វេគក្រៃលែងបងប្អូននេះគឺបណ្ដាលមកពីសង្គ្រាមដ៏កាចសាហាវដែលនាំមកនូវគ្រោះមហន្តរាយដល់ការរស់រានមានជីវិតរបស់មនុស្សលោកយើងតែអ្វីដែលកាចសាហាវជាងសង្គ្រាមទៀតនោះគឺចិត្តដ៏កាចសាហាវឃោរឃៅរបស់មនុស្សយើងទេតើដែលល្មោបលោភលន់ចង់បានរបស់គេរបស់ឯងមិនក្រែងខ្មាស់បាបដែលបង្កើតជាទំនាស់គុំគួនសងសឹកមិនចេះអស់មិនចេះហើយដោយអំណាចនៃតណ្ហារបស់ខ្លួនដូច្នោះមានតែការអប់រំបន្ទន់ចិត្តតាមរយៈមាគ៌ារបស់ព្រះសម្មាសម្ពុទ្ធប៉ុណ្ណោះទេទើបធ្វើឲ្យចិត្តរបស់មនុស្សយើងលែងកាចសាហាវបានឧសហាសង្ឃសហសេនៈសង្គាមេមាននុសេជីនេអេកញ្ចៈចយមត្តានੰសវេសង្គាមៈចុត្តមោអ្នកណាគប្បីឈ្នះពួកមនុស្សក្នុងសង្គ្រាមអស់1000ដងគឺ1លានដងចំណែកអ្នកណាឈ្នះខ្លួនឯងម្នាក់ឯងបានអ្នកនោះឈ្មោះថាជាមនុស្សខ្ពង់ខ្ពស់ជាអ្នកដែលឈ្នះក្នុងសង្គ្រាមនោះខ្លួនឯងដែលឈ្នះហើយប្រសើរជាងចំណែកពួកសត្វក្រៅពីនេះដែលគេឈ្នះហើយមិនប្រសើរឡើយកាលបើបរោះមានខ្លួនទូមានហើយជាអ្នកប្រព្រឹត្តសង្រួមជានិច្ចទេវតាកន្ធប់មាព្រមទាំងព្រំមិនគប្បីធ្វើនៅជំនះរបស់សត្វមានសភាពដូច្នោះឲ្យត្រឡប់ចាញ់វិញបានឡើយជំរាបសួរបងប្អូនធម្មមិត្តទាំងអស់គ្នាកាលពីថ្ងៃអាទិត្យ13កើតខែចេសឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី8ខែ6ឆ្នាំ2025ក្រមយុវជនក្រមរូបធម៌បាននាំយកនៅថវិកាសមាជិកក្រុមនិងសប្បុរសជនមួយចំនួនជូនដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបមន្ទីរពេទ្យកុមារអង្គរជាមន្ទីរពេទ្យមួយក្រៅរដ្ឋាភិបាលផ្ដល់សេវាព្យាបាលដល់កុមារទូទាំងប្រទេសដោយឥតគិតថ្លៃជាពិសេសគឺនៅក្នុងខេត្តសៀមរាបតែម្ដងក្រុមក៏បានប្រគល់នៅថវិកាចំនួន2,97,000,000រៀលដល់មន្ទីរពេទ្យនៅក្នុងកម្មវិធីបុណ្យការប្រាក់មហាសាមគ្គីលើកទី12របស់មន្ទីរពេទ្យកុមារអង្គរដែលប្រារព្ធធ្វើនៅក្នុងវត្តរាជបូរក្រុងសៀមរាបនេះគឺជាការវឹកហាត់កម្ចាត់បងនៅមច្ឆរិយៈគឺសេចក្តីកំណាញ់ដ៏អាក្រក់ដក់នៅក្នុងសន្តានចិត្តរបស់យើងម្នាក់បើយើងមិនប្រញាប់ចាប់យកឱកាសល្អនេះទេចិត្តយើងនឹងទេរេទៅរកអំពើអាក្រក់ជាក់ជាមិនខានសំដូចពុទ្ធភាសិតដែលសម្ដែងនៅក្នុងបៃដកលេខ52ទំព័រ46ថាអបត្តរិថៈកល្យានេបាបាចិត្តតាំងនិវិរិយេតនធាំងហិកតោបញ្ញាំងបាបាស្មឹងរមតិមនោបុគ្គលគួរប្រញាប់ប្រញាល់ធ្វើអំពើល្អគួរខាត់ចិត្តចាកបាបព្រោះថាកាលបើបុគ្គលធ្វើបុណ្យយឺតយូរចិត្តរមែងត្រេកអរក្នុងបាបនេះជាកម្រងវីដេអូអនុស្សាវរីយ៍របស់ក្រុមដែលបានធ្វើដំណើរឆ្ពោះទៅកាន់ខេត្តសៀមរាបលើកទី2ដើម្បីយកនៅថវិកាសមាជិកក៏ដូចជាសប្បុរសជនជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបជាចុងក្រោយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់សប្បុរសជនទាំងអស់ដែលបានចូលរួមជាមួយនឹងក្រុមនៅក្នុងពុញ្ញកម្មមួយនេះជាពិសេសសូមអរគុណទៅដល់ក្រុមការងារយុវជនក្រមរូបធម៌ទាំងអស់ក៏ដូចជាបងប្អូនប្រចាំនៅក្រុងសៀមរាបដែលបានទទួលខាងក្រុមយុវជនក្រមរូបធម៌ដោយភាពកក់ក្ដៅជាទីបំផុតសូមបងប្អូនធម្មមិត្តទាំងអស់ចម្រើនបាននៅពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយសូមអរគុណ